បន្ថែមហើយអ្វីដែលអាដាមបានមានប្រសាសន៍រួចរាល់អស់ហើយហើយយើងដើម្បីស្ដារប្រជាធិបតេយ្យគឺកើតឡើងពីពួកបងប្អូនយើងមានការជឿចាប់កាលណាមានជឿចាប់គឺគំនិតជាតិនិយមយើងនឹងកើតឡើងដូច្នេះខ្ញុំសូមពំនាំពាក្យមួយចំនួនដែលគិតថាអាដាមគ្រប់រូបក៏មានប្រសាសន៍បានច្រើនហើយខ្ញុំចង់បង្រឹងនៅពាក្យមួយពាក្យថាសាមគ្គីគឺរាល់ថ្ងៃនេះពាក្យសាមគ្គីពេលខ្លះយើងបញ្ឈរទុកយើងអានស្ដាប់ប៉ុន្តែអត់ដឹងគោលគំនិតនៃពាក្យសាមគ្គីបានន័យថាម៉េចពាក្យសាមគ្គីនេះដូចជាបងប្អូនទាំងអស់គ្នាចំណុចទី1គឺធំគឺការរាប់អានគ្នាគ្រប់ស្រឡាញ់គ្នាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរដូចគ្នាគ្រប់ស្រឡាញ់គ្នាកុំរើសអើងកុំប្រកាន់នេះជាចំណុចទី1ដែលយើងចង់បង្រឹងភាពសាមគ្គីយើងឡើងវិញទី2គឺការប្រស័យតាក់ទងចំណុចសំខាន់ណាដូចថ្ងៃនេះជាដើមដែលបានអាដាមបានក្រុមអញ្ជើញគណៈបកចំនួនថ្មីដែលដឹកនាំដោយប្រធានវិស្វវរាដែលខ្ញុំជាតំណាងមកនេះគឺការផ្សាយតាក់ទងគ្នាការផ្សាយតាក់ទងគឺចំណុចសំខាន់ដែលយើងទាំងអស់គ្នាអ្នកប្រជាធិបតេយ្យត្រូវមានទំនាក់ទំនងគ្នាអញ្ចឹងបង្កើនទំនាក់ទំនងធ្វើឲ្យយើងបង្កើនភាពសាមគ្គីចំណុចទី3គឺការចែកចម្លែកនៅចំណេះដឹងជាចំណុចសំខាន់ដូចថ្ងៃនេះអាដាមបានចែកចម្លែកចំណេះដឹងក៏ដូចជាបទពិសោធន៍ផ្សេងៗដែលឆ្លងកាត់នៅក្នុងសង្គមខ្ញុំជាអ្នកចំនួនថ្មីរៀងច្បងសិនអ្នកចាស់អញ្ចឹងបែងចែកចំណេះដឹងនេះគឺបានចេះទៅដល់ប្រជាពលរដ្ឋចេះទៅដល់នយោបាយថ្មីហើយចំណុចទី4ដែលយើងសំខាន់នោះគឺថាអ្នកនយោបាយក៏ដោយប្រជាជនយើងក៏ដោយដើម្បីបង្កើនភាពសាមគ្គីកាន់តែស្អិតរមួតនោះគឺចំណុចសំខាន់គឺអធិស្ឋានកុំឃើញខុសបន្តិចតួចយើងជេរយើងបចោលគ្នាអានឹងអត់ត្រូវទេអញ្ចឹងចំណុចសំខាន់គឺការអប់រំការឲ្យតម្លៃគ្នាគោរពស្រឡាញ់គ្នាគឺអភ័យទានដល់គ្នានេះហើយបង្កើនភាពសាមគ្គីរបស់យើងនឹងកាន់តែរឹងមាំបន្តទៅទៀតអញ្ចឹងហើយចង់ឲ្យបងប្អូនយើងអានពាក្យសាមគ្គីនឹងឲ្យច្បាស់លាស់ហើយទន្ទិញថាពាក្យសាមគ្គីកើតឡើងពីអីមិនមែនទិញតែមាត់សាមគ្គីកើតឡើងទេវាកើតឡើងទង្វើនៃការធ្វើនៃការប្រមូលផ្ដុំមនុស្សទាំងអស់ហ្នឹងយើងអធិស្ឋានគ្នាអបអរគ្នាទៅហើយសង្គមយើងឈប់ទៅអ្នកកាន់គណៈបកនេះទៅជារឿងអើងគ្នាក្នុងនាមយើងជាជនតែមួយហ្នឹងហើយយើងអ្នកដែលធ្វើនយោបាយគឺដើម្បីអីដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញមិនមែនប្រជាធិបតេយ្យនៅមាត់ទេណាចឹងប្រជាធិបតេយ្យកើតឡើងពីការរួបរวมពីកម្លាំងប្រជាពលរដ្ឋនិងអ្នកដឹកនាំកាលណាប្រជាពលរដ្ឋមានការជឿចាប់ហើយសាមគ្គីនឹងកើតឡើងនៅពេលខាងមុខនេះហើយបាទក្នុងនាមខ្ញុំជាគណៈបច្ចុប្បន្នថ្មីមានមតិជាបងតាមផ្សាយក៏អរគុណនៃការបានគ្រប់អញ្ជើញរបស់អាដាមបានឲ្យគណៈបច្ចុប្បន្នថ្មីអញ្ជើញចូលរួមនៅទីនេះបាទហើយជាចុងក្រោយសូមគោរពជូនពរដល់សមាជិកសមាជិកាត្រឡប់ទៅវិញជួបតែស្អីសុខធ្វើដំណើរជួបដោយសុខសុវត្ថិភាពបាទសូមអរគុណ